សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូងអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជម្រាបជូនសាធារណជនជាតិអន្តរជាតិអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបថាយោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបញ្ជាក់ថាក្នុងខណៈដែលនគរបាលចុះល្បាតជំនាញបានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូងសង្កាត់កំពង់បាយក្រុងកំពតវេលាម៉ោង 2:00 នាទីរំលងអាធ្រាត្រថ្ងៃទី8 ខែសីហាឆ្នាំ 2025 ភ្លាមនោះនគរបាលបានឃាត់ជនសង្ស័យជាជនជាតិចិនចំនួន 2 នាក់ដែលទី1ឈ្មោះលីស៊ីងពេងហៅយូហ្វូភេទប្រុសអាយុ35ឆ្នាំនិងទី2ឈ្មោះស៊ូរ៉េនស៊ីហៅជាកើភេទប្រុសអាយុ43ឆ្នាំដែលក្នុងនោះម្នាក់គឺជាអ្នកបើកបរនិងម្នាក់ទៀតជាអ្នករួមដំណើរដឹកសពចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះប៉ាជាភេទប្រុសអាយុប្រហែល35ឆ្នាំបានរត់គេចខ្លួនក្រោយពិនិត្យអត្តសញ្ញាណឃើញថាសពឈ្មោះផាកមីនហូភេទប្រុសអាយុ22ឆ្នាំជានិស្សិតជនជាតិកូរ៉េខាងត្បូងបានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី17 ខែកក្កដាឆ្នាំ 2025 បន្ទាប់ពីការធ្វើកោសលវិច័យបឋមឃើញថាជនរងគ្រោះស្លាប់ដោយគាំងបេះដូងដែលបណ្ដាលមកពីការធ្វើទរណកម្មដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយអង្គហេតុនេះបញ្ជាក់ថានគរបាលកម្ពុជាពុំបានទទួលព័ត៌មានឬបណ្ដឹងពីក្រុមគ្រួសារសពឬក៏ពីស្ថានទូតកូរ៉េខាងត្បូងដោយការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលថាគ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះតាមរយៈស្ថានទូតនិងនគរបាលមូលដ្ឋាននោះទេតាមការវិភាគជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតបានបន្តស៊ើបអង្កេតនិងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិរលួសសង្កាត់បឹងទុកក្រុងបូកគោខេត្តកំពតដែលជាទីកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់និងជាទីកន្លែងដែលត្រូវបានកំណត់មុខសញ្ញាថាមានសកម្មភាពអនឡាញខុសច្បាប់ក្នុងការបង្ក្រាបនោះនគរបាលបានចាប់ខ្លួនជនសង្ស័យឈ្មោះលីហ្សាវស៊ីងហៅតាថៅភេទប្រុសអាយុ29ឆ្នាំដែលជាអ្នកគ្រប់គ្រងអគារនិងបានដកហូតសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះហាយភេទប្រុសជនជាតិចិនអាយុប្រហែល30ឆ្នាំបានរត់គេចខ្លួនបាត់ក្រោយពីការប្រមូលភស្តុតាងការស្ដាប់ចម្លើយជនសង្ស័យការបំពេញការងារជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់នគរបាលយុត្តិធម៌បានកសាងសំណុំរឿងយ៉ាងមូលនិងគ្រប់ជ្រុងជ្រោយព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អัยការអមសាលាដំបងខេត្តកំពតនៅថ្ងៃទី11 ខែសីហាឆ្នាំ 2025 ដើម្បីបន្តនីតិវិធីក្រោយបំពេញនីតិវិធីស៊ើបអង្កេតផ្ទៀងផ្ទាត់ភស្តុតាងនិងស្ដាប់ចម្លើយជនសង្ស័យទាំង3នាក់តំណាងអัยការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះនិងបកពួកចំនួន2នាក់ទៀតពីបទឃាតកម្មដោយអំពើឃោរឃៅនិងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងមាត្រា205មាត្រា377និងមាត្រា378នៃក្រមព្រហ្មទណ្ឌនឹងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរសាលាដំបងខេត្តកំពតតាមដោយការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ401ចុះថ្ងៃទី13 ខែសីហាឆ្នាំ 2025 ដើម្បីបន្តស៊ើបសួរជាលទ្ធផលចៅក្រមស៊ើបសួរសាលាដំបងខេត្តកំពតបានសម្រេចឃុំខ្លួនជនសង្ស័យទាំង3នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពតមកដល់ពេលនេះនគរបាលក្រសួងមហាផ្ទៃកំពុងសរស័ក្តិសរស្រាំធ្វើប្រតិបត្តិការស្វែងរកចាប់ខ្លួនបកពួកជនល្មើស2នាក់ទៀត
តាមការសម្របសម្រួលនីតិវិធីពីសំណាក់អាជ្ញាធរតុលាការឲ្យបានជាដាច់ខាតយកមកអនុវត្តទោសតាមច្បាប់ជាធរមានលើសពីនេះក៏កំពុងពន្យាការស៊ើបអង្កេតរោគប្រភពដើមនៃទីកន្លែងកើតបទល្មើសដំបូងរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតប្រសិនបើមានដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាតាមទិដ្ឋភាពច្បាប់អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជម្រាបជូនផងដែរថាក្រសួងមហាផ្ទៃកំពុងរៀបចំលិខិតផ្លូវការភ្ជាប់ជាមួយឯកសារពាក់ព័ន្ធនានាជូនស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំកម្ពុជាដើម្បីជ្រាបទន្ទឹមនឹងនេះក្រសួងមហាផ្ទៃក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូងដើម្បីមកស្ដាប់ការពន្យល់ផ្ទាល់និងបង្ហាញបច្ចុប្បន្នភាពបន្ថែមលើឯកសារផ្លូវការផងដែរអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមគូសបញ្ជាក់ម្ដងទៀតអំពីសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយប្រតិភិនរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាអាចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើមដែលជាបទល្មើសរួមរបស់មនុស្សជាតិតម្រូវឲ្យរដ្ឋនីមួយៗចាំបាច់ត្រូវស្រះដៃគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះឲ្យបានស្រុះគ្នាស្មើដៃគ្នាដោយជាការផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋនៃរដ្ឋនីមួយៗបានយល់អំពីហានិភ័យនៃបទល្មើសប្រភេទនៃបទល្មើសល្បិចកលជនល្មើសនិងវិធីការពារខ្លួនចេញពីអន្ទាក់នៃបទល្មើសជារួមដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសជាសកលនេះមានតែរដ្ឋនីមួយៗបន្តសហការជាមួយគ្នាជាជាងការប្រើអារម្មណ៍ឬឆ្លៀតកេងចំណេញពីការរងគ្រោះរបស់ប្រជាពលរដ្ឋខ្លួនដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយដែលនេះគឺជាការផ្ដល់ឱកាសឲ្យជនល្មើសបន្តប្រព្រឹត្តបទល្មើសបានយ៉ាងស្រួលទៅវិញទេថ្ងៃច័ន្ទ6រោចខែអាសត់ឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី13ខែតុលាឆ្នាំ2025អ្នកនាំពាក្យក្រសួងមហាផ្ទៃខ្ញុំបកណាខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា